អ្នកខ្លះគេយកមកដាក់នៅចកាហ្នឹងធ្វើជាតរ៉េនមកខ្មែរយើងអីចឹងទៅប៉ុន្តែខ្ញុំបញ្ជាអីណាគឺអត់ទេនេះតើតើអ្នកស្គាល់តែគាត់មកពីក្រៅតែយកមិនគាត់កម្របានហូបគាត់មកពីក្រៅតែបងបានតែជួយលើកនេះតរ៉េននេះនៅខេត្តកំពង់ចាមគេហៅគេនេះអូខាងនោះផ្ទះហ្នឹងបងបាទអូអ្នកបងប្អូននេះបងឥឡូវនេះនៅក្នុងភូមិអីក្នុងភូមិព្រៃចង្កាយខុសទៀងកោះណាកោះទីត្រង់ខេត្តកំពង់ចាមដែលគេថាល្បីតរ៉េនបាញ់ឡុងត្រូវទេបងបាទព្រោះអីនេះជាមួយនឹងប្លុកបាញ់ឡុងវាជាមួយគ្នាចាថាខុសភូមិគ្នាតែប៉ុណ្ណេះអូខេបងប្អូននេះស្រះទឹកឡើងខៀវសង្ងាត់តែម្ដងណាហើយចកានៅនេះបងគាត់ថាតែ100ដើមជាងឯងហើយរាល់ឆ្នាំគឺភ្ញៀវកំងអស់ហ្មងណាបាទឥឡូវបើសិនជាភ្ញៀវគាត់ចង់ញ៉ាំធ្វើម៉េចទៅបងឥឡូវនេះឥឡូវក៏អត់មានទេគេឥឡូវ7ខែ8ខែ7ខែ8ណាគឺពេញតរ៉េនថ្លៃញ៉ាំហ្មងបាទពេលនោះពេញចេះបងអញ្ចឹងដីទូរស័ព្ទទីតាំងគាត់ដាក់កោះឲ្យគាត់ប្រកាសឈ្មោះកាញ់ហើយឥឡូវបងប្អូនបើសិនជាចង់ញ៉ាំតរ៉េនទឹកដីបាញ់ឡុងព្រោះវាខ្នោបងប្អូនថ្ងៃនេះនាំបងប្អូនមកមើលចំការតរ៉េននៅខេត្តកំពង់ចាមបងប្អូនអើយនោះកណ្ដោះភ្នំបាទទៅខាងណាបងប្អូនអើយបងប្អូនក្តាប់តរ៉េនគឺតាមក្តាប់ឯនេះមានអាធំមានអីដែរប៉ុន្តែខ្ញុំអត់បានថតមកនឹងនៅខាងនោះលោកបងខ្ញុំគាត់មកដែរទៅបាទ